សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកប្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាពីរបៀបឆែកលុយ Smartphone វីដេអូនេះខ្ញុំធ្វើតាមស្នងពោនៅក្នុង comment ខ្ញុំផងដែរឥឡូវនេះកុំឲ្យខាតពេលយូរយើងចូលមកកាន់ទូរស័ព្ទយើងមកដើម្បីយើងឆែកលុយយើងហើយមកដល់ហ្នឹងអ្នកគ្នាចុចផ្កាយ12ហើយ01ដើម្បីឆែកលុយ Smartphone អ្នកគ្នាហើយអ្នកគ្នាទៅការចុចធំឈូកបញ្ជូនមកហ្នឹងហើយអ្នកគ្នាវាយលេខកូដតាមខ្ញុំមកហើយអ្នកគ្នាចុចនៅកន្លែងទូរស័ព្ទនេះមកដើម្បីយើងឆែកលុយយើងហ្នឹងហើយអ្នកគ្នាបានវាយលេខកូដតាមខ្ញុំហើយអ្នកគ្នានឹងឃើញលុយអ្នកគ្នាក្នុងប្រព័ន្ធនេះលុយខ្ញុំនៅសល់1សែនអ្នកគ្នាហ្នឹងហើយអ្នកគ្នាចាំតិចមកអ្នកគ្នានឹងឃើញសាររបស់ក្រុមហ៊ុន Smartphone គេនឹងផ្ញើសារលុយក្នុងប្រព័ន្ធរបស់យើងដូចគ្នាយើងចូលទៅកាន់ Messenger អ្នកគ្នាហ្នឹងឯនេះកន្លែងយើងអាសាឃើញក្រុមហ៊ុនផ្ញើសារអីហ្នឹងយើងចូលទៅកាន់ Smartphone អ្នកគ្នាហ្នឹងឯនេះខាងលើនេះហើយពេលអ្នកគ្នាបានដល់នៅកន្លែងហ្នឹងភ្លាមអ្នកគ្នានឹងឃើញសារនៅខាងក្រោមនេះហើយកន្លែងនេះគឺជាលុយក្នុងប្រព័ន្ធរបស់យើងនិងលុយក្រៅប្រព័ន្ធរបស់យើងអ្នកគ្នាហ្នឹងហើយកន្លែងនេះគឺជាលុយក្នុងប្រព័ន្ធរបស់យើងអ្នកគ្នាលុយខ្ញុំឥឡូវហ្នឹងនៅសល់ 7G MB អាចទេបាន60នាទីនិងអាសាជាអក្សរ60អក្សរផងដែរអ្នកគ្នាខ្ញុំនៅសល់ប៉ុណ្ណឹងហ្នឹងហើយកន្លែងនេះគឺជាលុយក្នុងប្រព័ន្ធរបស់យើងអ្នកគ្នាហ្នឹងហើយវីដេអូចែកម្លេចខ្ញុំក៏មានតែប៉ុណ្ណឹងផងដែរហ្នឹងហើយអូខេបាយបាយពុកម៉ែបងប្អូនទាំងគ្នាហ្នឹងហើយចាំជួបគ្នានៅវីដេអូចំណេះដឹងថ្មីទៀតដែរអ្នកគ្នាហ្នឹងហើយបាយបាយ